អ្នកស្ដាប់ម្នាក់បានសរសេរខមមិនមកលោកគ្រូថាគាត់តាមដានឃ្លីបលោកគ្រូជាប្រចាំក៏ប៉ុន្តែអ្វីដែលគាត់ឆ្ងល់គាត់ពុំដែលឮលោកគ្រូជជែកឬពិភាក្សាអំពីទ្វារផ្ទះដែលសម្គាល់ថាទ្វារនាគឬទ្វារខ្លាឡើយចំពោះទ្វារនាគនិងទ្វារខ្លាការដើរចេញដើរចូលនាគនិងខ្លាគឺបដូរទិសហេតុនេះហើយលោកគ្រូមិនយកមកអត្ថាធិប្បាយក៏ប៉ុន្តែដើម្បីឲ្យងាយយល់លោកគ្រូនឹងអត្ថាធិប្បាយត្រួសងាយដើម្បីឲ្យយើងបានយល់កុំឲ្យមានការងឿងឆ្ងល់បន្តទៅទៀតការគោរពបដិបត្តិបានល្អចំពោះឪពុកម្ដាយបុព្វការីជនលោកអ្នកនឹងទទួលបានតែសេចក្តីសុខសេចក្តីចម្រើនការរក្សាបាននូវសិល5លោកអ្នកនឹងមានតែសេចក្តីសុខជារៀងរាល់ថ្ងៃជំរាបសួរលោកអ្នកដែលបានឈានចូលមកទស្សនាឃ្លីបគេអាសាសលីវៃហ្វុងជួយជំរាបសួរសិស្សគុណទាំងអស់នៅទូទាំងប្រជាជាតិកម្ពុជាថ្ងៃនេះលោកគ្រូនឹងលើកមកអត្ថាធិប្បាយពន្យល់ត្រួសផ្ទះមួយដែលលោកគ្រូបានចូលទៅពិនិត្យមើលកាលពីពេលថ្មីនេះនៅភូមិសម្បួរសង្កាត់នកោខណ្ឌនកោរាជធានីភ្នំពេញមុននឹងលោកគ្រូលើកយកមកអត្ថាធិប្បាយពន្យល់ត្រួសលោកគ្រូនឹងមកឆ្លើយសំណួរអ្នកទស្សនាម្នាក់ដែលបានសួរថាគាត់គឺជាអ្នកតាមដានឃ្លីបលោកគ្រូជាប្រចាំក៏ប៉ុន្តែគាត់មិនដែលឃើញលោកគ្រូអត្ថាធិប្បាយឬពន្យល់អំពីទ្វារផ្ទះនាគឬខ្លាឡើយការដែលលោកគ្រូមិនលើកយកមកធ្វើអត្ថាធិប្បាយនេះព្រោះវាជាក្បួនជាសាសដែលត្រូវអនុវត្តដោយចិនសែខ្លាស្ដាំឆ្វេងនាគខ្លាស្ដាំនេះធ្វើឲ្យជាសិស្សរបស់លោកគ្រូផ្ទាល់តែម្ដងគាត់រៀបក្បាលដំណេកខុសធ្វើឲ្យទាស់តែងឆ្លោះប្រកែកជាមួយប្តីប្រពន្ធរហូតទាល់តែលោកគ្រូទៅជួយកែឲ្យคล้ายទៅជាក្បាលដំណេកមង្គលវិញផ្ទះនោះត្រជាក់ត្រជុំមានសេចក្តីសុខសុភមង្គលឡើងវិញនេះគឺជាបញ្ហាដែលលោកគ្រូបានជួបអញ្ចឹងកុំឲ្យមានការងឿងឆ្ងល់បន្តលោកគ្រូសូមអត្ថាធិប្បាយពន្យល់ខ្លីងាយយល់ដូចតទៅផ្ទះទាំងឡាយណាដែលយើងឈរមុខផ្ទះបែរទៅរកផ្ទះបើទ្វារចូលផ្ទះនៅខាងស្ដាំដៃគេហៅថាទ្វារនាគឬទ្វារប្រុសផ្ទះទាំងឡាយណាដែលយើងឈរមុខផ្ទះបែរមុខទៅរកផ្ទះហើយទ្វារចេញចូលនៅខាងឆ្វេងដៃគេហៅថាទ្វារខ្លាឬទ្វារស្រីអញ្ចឹងទ្វារខ្លាទ្វារនាគទ្វារប្រុសទ្វារស្រីនេះវាមានបញ្ហាអ្វីគឺអត់មានបញ្ហាអ្វីទាល់តែសោះគឺគ្រាន់តែយើងសម្គាល់ឬក៏អ្នកទាំងឡាយណាដែលយល់ពីហ្វុងជួយកត់សម្គាល់បើផ្ទះនោះជាអ្នករស់ស៊ីគឺជាទីពឹងពំនាក់អាស្រ័យរបស់យើងចង់ទៅពឹងអញ្ចឹងយើងសម្លឹងមើលផ្ទះនោះបើទ្វារចេញចូលនៅខាងស្ដាំដៃលោកអ្នកចូលទៅតាក់ទងប្តីឬស្វាមីនៃផ្ទះនោះចុះរាល់បញ្ហាលោកអ្នកនឹងបានទទួលជោគជ័យទៅមកវិញបើយើងឈរមុខផ្ទះបែរទៅរកផ្ទះហើយទ្វារចេញចូលផ្ទះនៅខាងឆ្វេងដៃគេថាទ្វារខ្លាឬទ្វារស្រីយើងអាចសម្គាល់បានថាបើសិនជាយើងចង់ទៅពឹងពាក់ឬក៏រស់ស៊ីជាមួយផ្ទះនោះគឺគួរតែជជែកការងារជាមួយប្រពន្ធព្រោះប្រពន្ធជាអ្នកសម្រេចអញ្ចឹងទ្វារនាគទ្វារប្រុសទ្វារខ្លាទ្វារស្រីគ្រាន់តែគេសម្លឹងសម្គាល់ថាផ្ទះដែលមានទ្វារចេញចូលខាងស្ដាំបុរសឬប្តីឬស្វាមីគឺជាអ្នកសម្រេចរាល់កិច្ចការទាំងអស់
មានន័យថាមិនមែនគាត់មានអំណាចបារមីទៅជិះជាន់វាយតប់កូនប្រពន្ធទេក៏ប៉ុន្តែកូនប្រពន្ធបានផ្ដល់ការគោរពចំពោះការសម្រេចរបស់គាត់យ៉ាងណាមិញអ្វីដែលគេតាក់ទងរកស៊ីជាមួយផ្ទះហ្នឹងគឺបើគ្មានការសម្រេចពីប្តីស្វាមីទេគឺការងារនោះអត់ចេញផ្ទុយមកវិញប្រសិនបើផ្ទះនោះជាផ្ទះខ្លាឬផ្ទះស្រីគឺស្រីជាអ្នកសម្រេចមានន័យថាប្តីកូនផ្ដល់កិត្តិយសឲ្យប្រពន្ធជាអ្នកសម្រេចចំណុចទាំងអស់នេះគឺគ្រាន់តែជាការកត់សម្គាល់ប៉ុណ្្នឹងទេអញ្ចឹងយើងសួរថាចុះផ្ទះទ្វារកណ្ដាលវិញផ្ទះទ្វារកណ្ដាលមានន័យថាខ្លាមិនខ្លានាគមិននាគស្រីមិនស្រីប្រុសមិនប្រុសអញ្ចឹងប្តីប្រពន្ធមានសិទ្ធិស្មើគ្នាក្នុងការសម្រេចក៏អត់មានអ្វីខុសឆ្គងដែរអញ្ចឹងមានបញ្ហាអ្វីប្តីប្រពន្ធជជែកគ្នាដើម្បីរកចំណុចកណ្ដាលមួយសម្រេចជាលទ្ធផលលោកគ្រូសូមធ្វើអត្ថាធិប្បាយអំពីបញ្ហាទ្វារនាគឬក៏ទ្វារខ្លាត្រឹមនេះចុះដើម្បីកុំឲ្យខាតពេលគ្រូសូមលើកយកមកអត្ថាធិប្បាយអំពីផ្ទះមួយដែលលោកគ្រូបានចូលទៅពិនិត្យនិងជួយកែផ្ទះនោះពីរល្វែងបើកជា pharmacy យើងមើលពីក្រៅទៅទ្វារចូលគឺទ្វារនាគអញ្ចឹងអាចកំណត់បានថា pharmacy នេះមានប្តីជាអ្នកសម្រេចអញ្ចឹងការដើរចូលដំបូងដែលលោកគ្រូមានការសោកស្ដាយដែលចិនសែបានទៅរៀបឲ្យគាត់ខុសជាទូទៅជំនាងផ្ទះមិនមែននៅមាត់ទ្វារដូចអ្នកយាមទេជំនាងផ្ទះគឺជាទេវតាជំនាងផ្ទះគឺអ្នកមើលថែរក្សាផ្ទះទាំងមូលមិនមែនយកមកឲ្យគាត់ប្រដិស្ថាននៅជាប់នឹងទ្វារប្រហែល1ម៉ែត្រហើយលោកគ្រូតែងតែជម្រាបថាការលើកជំនាងផ្ទះខុសពេលខុសវេលាខុសថ្ងៃមង្គលប្តីប្រពន្ធគឺអាសាឥតការជាទូទៅអ្នកដែលមិនមែនជាសិស្សរបស់ក្បួនគេអាសាសលីវ៉ៃហ្វុកជួយច្រើនតែជាវរូបស្នងមកពីផ្សារឲ្យដាក់អុជធូបក្បួនគេអាសាសលីវ៉ៃហ្វុកជួយតម្រូវឲ្យប្តីប្រពន្ធអុជធូបដោយខ្លួនឯងមិនអនុញ្ញាតឲ្យអ្នកណាអុជធូបចំនួនឡើយព្រោះយើងទាំងពីរនាក់គឺជាម្ចាស់ផ្ទះហេតុនេះហើយហាមដាច់ខាតតូបជំនាងផ្ទះនិងរូបស្នងចាំបាច់ត្រូវប្រដិស្ថានឲ្យឆ្ងាយពីទ្វារព្រោះគាត់ជាអ្នកមើលថែរក្សាផ្ទះហេតុនេះត្រូវលើកគាត់ឲ្យត្រូវពេលវេលាត្រូវលើកគាត់ឲ្យចំថ្ងៃមង្គលនៃប្តីប្រពន្ធមេគ្រួសារទើបបានជោគជ័យអញ្ចឹងលោកគ្រូចូលទៅលោកគ្រូឃើញថាការរៀបជំនាងផ្ទះដែលចិនសែមុនចូលមករៀបគឺខុសទាំងស្រុងហើយផ្ទះនេះពេលដែលលោកគ្រូចូលទៅដោយសារផ្ទះបែរទៅកើតដែលលោកគ្រូតែងតែជម្រាបថាហត់ណាស់នៅពេលដែលលោកគ្រូដើរទៅដល់កន្លែងសន្សំប្រាក់លោកគ្រូឃើញទំនប់ដ៏សែនខ្ពស់អញ្ចឹងលោកគ្រូបានជម្រាបទៅប្តីឬស្វាមីនៃផ្ទះនោះថាសពថ្ងៃនេះមើលមកល្អមើលតែគ្មានសល់អ្វីនៅក្នុងខ្លួនទេគឺអស់រលីងហើយពាក្យថាអស់រលីងរបស់លោកគ្រូសូមកុំឲ្យយល់ច្រឡំពាក្យថាអស់រលីងនេះវាមិនទាន់ដល់ថ្នាក់មិនមានលុយទិញអង្ករទិញហ្គាសចាក់សាំងឡានសាំងម៉ូតូទេมันមានលុយនៅក្នុងផ្ទះមានន័យថាលុយដែលសល់អត់ត្រូវការប្រើលោកគ្រូទ្រាំលើកមកនិយាយឲ្យថាចាស់ពីដើមគាត់ទៅរកស៊ីគាត់ឆ្លៀតទិញមាសមួយជីកូនដុំទូចយកមកហែកខ្នើយដាក់ហើយគាត់ទៅរកទៀតទៅគាត់មិនដែលមកប៉ះពាល់មាសនឹងទេដាក់ម្ដងមួយជីដល់តែមួយឆ្នាំពីរឆ្នាំគាត់ទាញមាសចេញម្ដងបានពី3តលឹងហើយក៏អត់ត្រូវការយកទៅប្រើប្រាស់ទេនេះហើយគេថាលុយសល់នៅក្នុងដៃបើសិនមក$10000ថ្ងៃនេះហើយចេញទៅវិញល្ងាចអានឹងចាត់ទុកថាយើងអត់មានលុយទេល្អមើលតែអត់ល្អស៊ីទេលោកគ្រូបានបញ្យល់ម្ចាស់ផ្ទះថាសពថ្ងៃអត់មានលុយនៅក្នុងដៃទេពាក្យថាលុយនៅក្នុងដៃមានន័យថាឧទាហរណ៍ងាយស្ដាប់យើងរកបាន100យើងទុក30សម្រាប់ជីវភាពចិញ្ចឹមជីវិតក្នុងគ្រួសារ$20សម្រាប់ពេលឈឺថ្កាត់$50គឺទុកបំរុងមិនប្រើប្រាស់ហៅថាលុយសល់ពេលលោកគ្រូនិយាយបែបនេះប្តីជាម្ចាស់ផ្ទះងក់ក្បាលគាត់ថាអស់រលីងតាំងពីមកនៅផ្ទះហ្នឹង2019អញ្ចឹងមកដល់ពេលនេះ2025វា6ឆ្នាំ
ក្បួនគេអាសាសលីវៃហ្វងជួយបានជំរាបហើយជំរាបថាកាលណាយើងចូលទៅនៅផ្ទះមួយក្នុងរយៈពេល3ឆ្នាំហ្វងជួយដើរពេញកម្លាំងបើខុសគឺអស់រលីងបើត្រូវចម្រុងចម្រើនផ្ទះខ្លះស្ទើរខុសស្ទើរត្រូវក៏50 អញ្ចឹងទៅអញ្ចឹងនៅពេលដែលលោកគ្រូដើរមើលទៅខុសទាំងអស់មានហេតុដែលធ្វើឲ្យយើងកត់សម្គាល់ថាភរិយារបស់គាត់កើតរោគមហារីកស្បូនវះកាត់អញ្ចឹងយើងសួរថាផ្ទះនឹងវាធ្វើទុកអីមានចំណុច2ដែលលោកគ្រូបានរកឃើញទី1គឺខ្យល់បុកមកពីខាងកើតចំទិសស្រីនិងមួយទៀតផ្លូវដឿងហែមតូចច្រកតូចមកពីក្រោយបុកចំទិសស្រីទៀតធ្វើឲ្យកតកើតមហារីកធ្នូខ្យល់ពីឃាតនេះលោកគ្រូតែងតែបញ្យល់និងទឿនជារឿយថាមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ចំពោះមនុស្សនៅក្នុងផ្ទះបើបុកចំទិសស្រីគឺស្រីរងគ្រោះឲ្យតែស្រីក្នុងផ្ទះនេះរងគ្រោះទាំងអស់បើបុកចំទិសប្រុសប្រុសរងគ្រោះទាំងអស់ហើយបើបុកចំកណ្ដាលផ្ទះទាំងអស់គ្នារងគ្រោះប៉ាន់គ្នាតិចច្រើនទៅតាមកម្លាំងរបស់យើងចំណុចខុសឆ្គងនេះគឺជាបញ្ហាបំផុតចំណុចខុសឆ្គងមួយទៀតគឺការរៀបចំកុងម៉ាមិនបានត្រឹមត្រូវលោកគ្រូបានជម្រាបឲ្យថាកុងម៉ាមិនអាចដាក់នៅលើបានទេបើកុងម៉ានៅខាងក្រោមមិនអាចដាក់បែរមុខទៅមុខផ្ទះបានទេព្រោះធ្វើឲ្យក្រុមគ្រួសារមានបញ្ហាវងតកូលមានបញ្ហាបងប្អូនឆ្លោះទាស់តែងគ្នាកុងម៉ាបែរទៅមុខផ្ទះធ្វើឲ្យយើងមានតែរឿងវល់គិតអ្វីមិនលេចអញ្ចឹងបើយើងដាក់ខុសពីនោះគឺមានបញ្ហាហើយអញ្ជើញមិនត្រឹមត្រូវតាមថ្ងៃតាមពេលវេលាគឺអាសាអត់ការកុងម៉ារបស់យើងនៅឈរហាលភ្លៀងហាលខ្យល់ចូលមកក្នុងផ្ទះអត់បានការខុសឆ្គងមួយទៀតនៅជាន់ក្រោមគឺទ្វារក្រោយមានទំនប់ថ្មកម្ពស់1 តឹក 4 ជ្រុងទំនប់ថ្មនេះលោកគ្រូបានប្រាប់ថាគឺជាទំនប់ពិឃាតនាំឲ្យមានបញ្ហាលុយកាក់មិនសល់នេះទី1រឿងទី2គឺតាក់ទងនឹងបញ្ហាក្តីក្តាំលោកគ្រូបានសួរម្ចាស់ផ្ទះថាតើមានក្តីក្តាំនៅមានគឺឆ្លោះគ្នានឹងផ្ទះល្វែងក្រោយឆ្លោះក្តីក្តាំគ្នាមិនចោះចប់មិនចេះហើយគាត់ក៏សម្រេចចិត្តរកលុយទិញផ្ទះនោះទើបចប់សពគ្រប់អញ្ចឹងសួរថាតើចប់សពគ្រប់យើងឈ្នះឬអ្នកផ្ទះល្វែងខាងក្រោយឈ្នះគឺយើងចាញ់ទំនប់ថ្មនេះមានបញ្ហាអ្នកខ្លះមិនបានចាប់អារម្មណ៍ទៅធ្វើទំនប់ថ្មដើម្បីទប់ទឹកភ្លៀងកុំឲ្យហូរចូលផ្ទះនេះជាបញ្ហាត្រួសដែលលោកគ្រូលើកមកអត្ថាធិប្បាយហើយផ្ទះនេះมันមានកន្លែងទុកទ្រព្យទេទ្រព្យស៊ីរបស់គាត់មានមធ្យមទ្រព្យទុកគឺរលីងមិនមានស្ទល់តែសោះចំពោះទ្រព្យទុកទ្រព្យសល់នេះលោកគ្រូមិនអត្ថាធិប្បាយឲ្យវែងឆ្ងាយទេបារម្ភខ្លាចមានអ្នកស្ដាប់យកទៅនិយាយបំភ្លៃធ្វើឲ្យអ្នកដទៃមានការភ័ន្តច្រឡំបញ្ហាសុខភាពគឺជារឿងសំខាន់ខ្លាំងណាស់បើយើងធ្វើប្រហែសយើងនឹងមានបញ្ហាកើតឡើងដោយក្នុងផ្ទះនេះដែលប្រពន្ធគាត់មានអាការៈរោគមហារីកស្បូនត្រូវឲ្យវះហេតុដូច្នេះហើយការរៀបចំកែផ្ទះឬសាងសង់ផ្ទះលោកគ្រូសូមរំលឹកនិងដាស់តឿនហើយដាស់តឿនទៀតសូមឲ្យមានការប្រុងប្រយ័ត្នជាទីបំផុតព្រោះការធ្វើផ្ទះខុសការកែផ្ទះខុសមានន័យដល់ការបំផ្លិចបំផ្លាញខ្លួនឯងទាំងផ្នែកសុខភាពនិងទ្រព្យសម្បត្តិត្រូវចំណាយរយៈវេលាយ៉ាងតិច3ឆ្នាំទើបហ្វងជួយដើរពេញកម្លាំងថ្ងៃនេះលោកគ្រូសូមបញ្ចប់ឃ្លីបត្រឹមនេះសូមអរគុណសូមជម្រាបលា